បាលលោកត្រាំចាប់ផ្ដើមគិតចរចាសន្តិភាពជាមួយអ៊ីរ៉ង់ខណៈស្ថានភាពតានតឹងមិនទាន់ធូរស្រាលក្នុងពេលដែលភាពតានតឹងនៅមជ្ឈមបូព៌ាកំពុងកើនឡើងប្រព័ន្ធផ្សព្វផ្សាយអាមេរិក Axios បានបង្ហាញព័ត៌មានថារដ្ឋាភិបាលលោកត្រាំកំពុងពិចារណាលើលទ្ធភាពនៃការចរចាសន្តិភាពជាមួយអ៊ីរ៉ង់នេះជាសញ្ញាថាស្ថានភាពអាចកំពុងឆ្ពោះទៅរកជំហានថ្មីមួយតាមប្រភពព័ត៌មាននេះបានបង្ហាញថាទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់នៅតែមិនទាន់មានទោះជាយ៉ាងណាប្រទេសទី3ដូចជាអេស៊ីបកាតានិងចក្រភពអង់គ្លេសកំពុងធ្វើជាអ្នកបញ្ជូនសារក្រោយឆាករវាងភាគីទាំងពីរដែលបង្ហាញថាការចរចាកំពុងចាប់ផ្ដើមយ៉ាងស្ងៀមស្ងាត់តាមប្រភពដដែលបានឲ្យដឹងថាអ៊ីរ៉ង់បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចរចាដែរប៉ុន្តែភ្ជាប់ជាមួយនឹងលក្ខខណ្ឌដ៏តឹងរ៉ឹងគឺត្រូវមានការធានាថាសង្គ្រាមនឹងមិនកើតឡើងវិញនិងការទាមទារសំណងពាក់ព័ន្ធនឹងការខូចខាតផ្ទុយទៅវិញសហរដ្ឋអាមេរិកក៏បានដាក់សំណើដ៏ធ្ងន់ដូចគ្នាគឺបញ្ឈប់កម្មវិធីអភិវឌ្ឍមីស៊ីលរយៈពេល5ឆ្នាំនិងបញ្ឈប់ទាំងស្រុងនៅការចម្រាញ់អ៊ុយរ៉ាញ៉ូមក្នុងរបាយការណ៍ដដែលសហរដ្ឋអាមេរិកមិនទុកចិត្តលើរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោកសាយ៉ាត់អាបាសអារ៉ាជីទាំងស្រុងនោះទេដោយបានពិពណ៌នាថាលោកជាអ្នកបញ្ជូនសារប៉ុណ្ណោះហើយកំពុងស្វែងរកថានរណាជាអ្នកមានអំណាចពិតប្រាកដក្នុងការសម្រេចចិត្តនៅអ៊ីរ៉ង់ទោះបីជាការចរចានៅមិនទាន់ចាប់ផ្ដើមជាផ្លូវការក៏ដោយសកម្មភាពនេះបង្ហាញថាភាគីទាំងពីរកំពុងស្វែងរកផ្លូវចេញពីវិបត្តិប៉ុន្តែដោយសារលក្ខខណ្ឌរឹងមាំពីភាគីទាំងសងខាងអ្នកវិភាគមើលឃើញថាផ្លូវទៅកាន់សន្តិភាពនៅតែពោរពេញដោយឧបសគ្គ